ជំរាបសួរសួស្តីបងប្អូនមីងទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់យើងខ្ញុំថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយអំពីវិធីទាំង7ចំណុចដើម្បីជៀសវាងនូវជំងឺទឹកនោមផ្អែមប្រភេទទី2អញ្ចឹងតើយើងត្រូវធ្វើបែបណាដើម្បីជៀសវាងនូវជំងឺទឹកនោមផ្អែមប្រភេទទី2ហ្នឹងអញ្ចឹងដូចដែលយើងបានដឹងហើយថាជំងឺទឹកនោមផ្អែមហ្នឹងគឺជាជំងឺរ៉ាំរ៉ៃមួយដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពប្រសិនបើពុំបានថែទាំឲ្យបានល្អដើម្បីគេចផុតពីជំងឺទឹកនោមផ្អែមប្រភេទទី2នៅក្នុងវីដេអូនេះខ្ញុំនឹងមកណែនាំអំពី7ចំណុចដូចខាងក្រោម ដើម្បីអនុវត្តហើយអាចរួចផុតពីជំងឺមួយនឹងបានចំណុចទី1ហ្នឹងគឺយើងត្រូវកាត់បន្ថយអាហារដែលមានជាតិស្ករហើយនិងជាតិកាបូនហីដ្រាតដូចជានំប៉័ងជាដើមអញ្ចឹងជាតិស្ករហើយនិងជាតិកាបូនហីដ្រាតហ្នឹងគឺជាកត្តាគោលដែលវាធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដូចនេះការពិនិត្យហើយនិងស្វែងយល់អំពីចំនួនជាតិស្ករដែលយើងត្រូវបរិភោគជាតិស្ករប្រចាំថ្ងៃហ្នឹងគឺវាមានសារៈសំខាន់យ៉ាងខ្លាំងចំណុចទី2ហ្នឹងគឺការហាត់ប្រាណឲ្យបានទៀងទាត់អញ្ចឹងការហាត់ប្រាណឲ្យបានទៀងទាត់គឺវាអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានច្រើនដោយយើងគ្រាន់តែជ្រើសរើសរបៀបហាត់ប្រាណណាមួយតាមកម្លាំងហើយនិងរាងកាយរបស់យើងដែលអាចធ្វើបានចំណុចទី3ហ្នឹងគឺយើងត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ការបរិភោគទឹកឲ្យបានគ្រប់គ្រាន់8កែវនៅក្នុងមួយថ្ងៃហ្នឹងគឺវាអាចជួយឲ្យយើងមានសំណើមគ្រប់គ្រាន់នៅក្នុងខ្លួនហើយនឹងយើងគួរតែបរិភោគទឹកមុននឹងបរិភោគភេសជ្ជៈផ្អែមៗដទៃទៀតចំណុចទី4គឺយើងត្រូវជៀសវាងការជក់បារីអញ្ចឹងការជក់បារីគឺវាបណ្ដាលឲ្យយើងនឹងប្រឈមទៅនឹងជំងឺមហារីកសួតបេះដូងប្រូស្តាតសុដុនហើយនិងបញ្ហាសុខភាពផ្សេងៗទៀតក្រៅពីបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែមចំណុចទី5គឺរក្សាទម្ងន់មួយដែលត្រឹមត្រូវអញ្ចឹងយើងគួរតែរក្សាទម្ងន់ខ្លួនឯងឲ្យបានត្រឹមត្រូវដោយយើងប្រៀបធៀបទៅនឹងកម្ពស់របស់យើងការរក្សាគីឡូឲ្យបានល្អហ្នឹងក៏វាអាចកាត់បន្ថយនៅជំងឺទឹកនោមផ្អែមបានផងដែរចំណុចទី6គឺកាត់បន្ថយការបរិភោគអាហារច្នៃប្រឌិតមីហើយនិងប្រហិតគឺជាប្រភេទអាហារច្នៃប្រឌិតដែលតែងតែត្រូវយើងបរិភោគជារឿយៗហើយការបរិភោគលើសកម្រិតហ្នឹងគឺវាអាចបណ្ដាលឲ្យយើងនេះមានជំងឺបេះដូងលើសទម្ងន់ហើយនិងជំងឺទឹកនោមផ្អែមជាដើមចំណុចចុងក្រោយគេហ្នឹងគឺការទទួលទានទឹកតែហើយនិងកាហ្វេការទទួលទានទឹកតែហើយនិងកាហ្វេមិនបានត្រឹមត្រូវគឺវាអាចធ្វើឲ្យយើងនឹងកើតជំងឺទឹកនោមផ្អែមបានដូចជាកាហ្វេមួយកែវហ្នឹងយើងដាក់ស្ករផងដាក់ទឹកដោះគោខាប់ផងហើយមួយថ្ងៃហ្នឹងយើងផឹកចូល3ទៅ4កែវហើយចានេះហើយគឺជាកត្តាប្រឈមអញ្ចឹងការការពារឬក៏ពន្យាជំងឺទឹកនោមផ្អែមហ្នឹងគឺយើងផ្ដោតទៅលើការកែប្រែរបៀបរស់នៅមានន័យថាយើងត្រូវកែទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងដូចជាការគ្រប់គ្រងរបបអាហារប្រចាំថ្ងៃហើយយើងត្រូវមានសកម្មភាពរាងកាយជាប្រចាំដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមហើយនិងកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្សេងៗបានដែលវាអាចធ្វើឲ្យយើងនឹងប៉ះពាល់ដល់សុខភាពរបស់យើងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុខភាពល្អបើគិតថាវីដេអូនឹងល្អកុំភ្លេច Share ទៅមិត្តភក្តិឬក៏មនុស្សជាទីស្រឡាញ់ផ្សេងៗទៀតផងណាហើយកុំភ្លេច Like Subscribe Channel នេះម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ